ឆ្នាំថ្មីមិនប្រមស្រីមកអបសំបាយរំជុំនេះអញខ្វល់ខ្វាយរំជុំនេះអញខ្វល់ខ្វាយជាមកសំបាយក៏ទូឆ្នាំថ្មីសារវ័នឆ្នាំថ្មីនឹងក៏ស្រស់ស្រីមិនឃើញឡើងមកសារវ័នឆ្នាំថ្មីនឹងក៏ស្រស់ស្រីមិនឃើញឡើងមកគេលេងហើយណាសពុំលោគេលេងហើយណាសពុំលោសុំអូនឡើងមកឡើងរំសំបាយសារវ័នឆ្នាំថ្មីអស់នៅក៏ថ្លៃស្រីមកដល់ហើយសារវ័នឆ្នាំថ្មីអស់នៅក៏ថ្លៃស្រីមកដល់ហើយយូរពីនេះវិសាលមកណាយូរពីនេះវិសាលមកណាអស់ស្នេហាអើយមករំសំបាយស្រណំសូសៀងចម្រៀងរីត្រីចូលឆ្នាំដាក់នំអូនផ្ដាំឲ្យបងទៅលេងអង្គរបានជាបការទៅថ្វាយទីតាសូមប្រទានតជួយថាអង្គរកិនទេព្រោះគេដំណើរស្រឡំរំដងក្រអូបឈប់ពេញទឹកសាមានដៃតែតាអរសម័យប្រស្នាពេលទឹកអង្គជុំជ្រៀងបន្តរំបំលឺខាពេលគុំកាញ់ចារំដោអូនទៅចាំតែបងស្រឡំស្រងស្រងជាងក្បោងទឹកចែកគ្នាញ៉ាំតែចូលឆ្នាំប្រស្រីមកជារួមផងអបនទីស្រីប្រសាទល្បីល្បីអបិធនឡងអូភាសាព្រៃវិត្រសាលំអូប្រមង្គលThank you so much, students. I must say one or two sentences about this classical dance form of Khmer. This is an artistic dance form. You must be understanding the steps which are inspired by different apsaras. The postures are defined by different apsaras and dancing girls, which you can see on these mega temples of Angkor Wat, Bantestre, and other important temples. So it's a living legacy that the classical dance form of Khmer is inspired by the artistic panels of the classical temples. So thank you so much for sharing with us such beautiful art form. Now may I request Polly and Shrinish to stay on stage and to share in the language, the Khmer language, which is one of the most important factor of the nation of Cambodia, and to have our announcement in both English and Khmer about the Independence Day of Cambodia. Please.